ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាកាលពីភាគមុនយើងបានដឹងហើយថាវិញ្ញាណខ្មោចស្រីសាសាឡាបាននាំតួប្រុសមកកន្លែងធ្វើការហាត់រាំរបស់នាងលោកពេលចូលមកដល់ខាងក្នុងស្រាប់តែមិនឃើញមានមនុស្សនាងក៏សួរតួប្រុសថាតើថ្ងៃនេះជាថ្ងៃអីតួប្រុសក៏ប្រាប់ថាគឺជាថ្ងៃប្រហ័សបន្ទាប់មកពួកគេក៏បានឃើញប្រុសពីរនាក់កំពុងតែអង្គុយធ្វើការកន្លែងហ្នឹងលោកពេលបរិសម្នាក់ដើរចេញមកតួប្រុសមានបំណងរត់គេចប៉ុន្តែមិនទាន់នោះទេដោយសារតែវិញ្ញាណស្រីសើសាឡាម្នាក់ហ្នឹងបានចូលសន្ធិដ្ឋក្នុងខ្លួនតួប្រុសយើងថែមទាំងងាកមកធ្វើមញាប់ញាក់ដាក់គេទៀតផងដល់តែអញ្ចឹងធ្វើឲ្យបរិសម្នាក់ហ្នឹងឆ្ងល់ហ្មងណារួចក៏ហៅសន្តិសុខឲ្យមកចាប់តួប្រុសយើងទៅតែខណៈពេលដែលតួប្រុសកំពុងតែត្រូវគេចាប់ស្រាប់តែបរិសម្នាក់ហ្នឹងមានអ្នកទេចូលទូរស័ព្ទគេហើយសម្លេងភ្លេងមួយនោះដូចជាសម្លេងភ្លេងដែលវិញ្ញាណខ្មោចតួស្រីត្រូវគេរុញអញ្ចឹងណាបរិបសង្ហាម្នាក់ហ្នឹងគេក៏លើកទូរស័ព្ទឲ្យដើរចេញទៅចំណែកនាងក៏បានតតាំងរួចបានរុចទៅតាមក្រោយគេដូចគ្នាដែរមេធាវីហាននេះវិញគេក៏បានចូលមកកន្លែងហ្នឹងព្រោះតែគេត្រូវមកស៊ើបរឿងក្តីហ្នឹងដែររីឯបរិបសង្ហាដែលលើកទូរស័ព្ទបាញ់មិញគឺគេលើកទូរស័ព្ទដើម្បីចុះមកជួបជាមួយនឹងមេធាវីហានហ្នឹងណាប៉ុន្តែមើលទៅអាការៈបរិបម្នាក់ហ្នឹងមិនចង់ជួបជាមួយនឹងមេធាវីនោះទេហាក់បីដូចជាកំពុងតែចង់គិតខ្លួនឬមួយក៏បរិបម្នាក់ហ្នឹងជាអ្នករុញសម្រាប់សិស្សសាលាស្រីនោះទៅណពេលដែលមេធាវីហានដឹងថាបរិបម្នាក់នោះដែលបានចេញទៅអំបញ្ញមិញនាងក៏បញ្ញាប់តាមទៅដែរតែពេលដែលនាងបើកទ្វារចេញមកស្រាប់តែឃើញតួប្រុសកំពុងតែរត់ឆ្លងផ្លូវហើយមានឡានយ៉ាងធំមកមួយទៀតផងដល់តែអញ្ចឹងនាងក៏បញ្ញាប់ចូលទៅជួយតួប្រុសយើងហ្មងងាកមកមើលអ្នកម៉ាក់តួប្រុសនិងលោកអាចារ្យនេះវិញគាត់កំពុងតែពិភាក្សាគ្នាអំពីរឿងតួប្រុសមើលឃើញខ្មោចពួកគាត់នាំគ្នានិយាយថាដើម្បីដឹងមូលហេតុដែលតួប្រុសមើលឃើញខ្មោចតតែរកគ្រូចាប់ខ្មោចប្រុសម្នាក់នោះឲ្យឃើញចំណែកតួប្រុសនិងមេធាវីហាយុននេះវិញមេធាវីហាយុនកំពុងតែជួយរុំរបួសឲ្យតួប្រុសគេថែមទាំងស្ដីឲ្យតួប្រុសថាថ្ងៃក្រោយពេលឆ្លងផ្លូវត្រូវមើលឲ្យច្បាស់សិនណាកុំធ្វើចរិតដូចជាកូនក្មេងខ្លាំងពេកតួប្រុសក៏បញ្ញាប់បដិសេធថាមិនមែនដូចជាអ្វីដែលមេធាវីហាយុនកំពុងគិតឡើយប៉ុន្តែតួប្រុសគេមិនហ៊ាននិយាយបកស្រាយអំពីរឿងខ្មោចចូលខ្លួនគេនោះទេព្រោះតែខ្លាចនាងមិនជឿមេធាវីហាយុនក៏សួរតួប្រុសបន្ថែមថាចុះមិនបានជាលោករត់តាមបរិសម្នាក់នោះតួប្រុសនិយាយយកលេសថាព្រោះខ្ញុំជាអ្នកគ្រប់គ្រងគេម្នាក់ហ្នឹងលោកពេលមេធាវីហាយុនដើរទៅក្នុងក្រុមហ៊ុននោះវិញគេក៏គិតថាពាក្យសម្ដីតួប្រុសនិយាយទាំងអស់ដូចជាប្លែកដល់ហើយរួចមេធាវីហាយុនក៏បានឃើញមានកាមេរ៉ាសុវត្ថិភាពនៅទីនោះដែរតួប្រុសយើងឯនេះវិញពេលកំពុងបើកឡានទៅផ្ទះស្រាប់តែវិញ្ញាណខ្មោចក្មេងស្រីសិស្សសាលាសួរគេថាម្នាក់ស្រីមិញហ្នឹងគេជានរណាទៅតួប្រុសឆ្លើយប្រាប់ថាគេគឺជាមេធាវីហើយក៏ធ្លាប់តទល់ក្តីជាមួយខ្ញុំកាលពីមុនដែរវិញ្ញាណខ្មោចក្មេងស្រីនោះក៏សួរបន្ថែមថាលោកមានចិត្តឲ្យមេធាវីស្រីម្នាក់នោះមែនទេតួប្រុសក៏បញ្ញាប់បដិសេធថាគ្មានទេឯងគិតដល់ណាហ្នឹងអស់ពីសបាយហើយវិញ្ញាណខ្មោចស្រីម្នាក់ហ្នឹងក៏និយាយទាំងការទុកប្រាប់តួប្រុសថាសិស្សច្បងម្នាក់ដែលខ្ញុំចូលរូបលោកហើយតាមគេនោះសំឡេងទូរស័ព្ទរបស់គាត់ដូចជាសំឡេងទូរស័ព្ទម្នាក់ដែលរុញខ្ញុំធ្លាក់ពីលើអាគារថ្ងៃស្លាប់អញ្ចឹងណាលើបែបហ្នឹងធ្វើឲ្យតួប្រុសកាន់តែចាប់អារម្មណ៍ជាងមុនទៅទៀតមេធាវីហាយុននេះវិញគេក៏ទៅរកសន្តិសុខដើម្បីសុំឲ្យសន្តិសុខឆែកមើលកាមេរ៉ាសុវត្ថិភាពលោកពេលតួប្រុសត្រឡប់មកដល់ផ្ទះមួយស្រីរបស់គេរត់មកទទួលផ្លូវហើយសួរថាតើដៃលពូកាត់អីសំឡេងហ្នឹងធ្វើឲ្យលឺដល់បងថ្លៃនិងបងបង្កើតតួប្រុសពួកគេក៏នាំគ្នាចូលមកមើលដោយឃើញបងថ្លៃនិងបងស្រីរបស់គេបារម្ភពេកតួប្រុសក៏ឆ្លើយថាខ្ញុំគ្រាន់តែដួលបន្តិចប៉ុណ្ណោះនិយាយរួចគេក៏ដើរចូលទៅក្នុងបន្ទប់បានក្រោយមកបងថ្លៃរបស់តួប្រុសក៏យករឿងតួប្រុសត្រូវរបួសទៅនិយាយប្រាប់ម្ដាយរបស់គេលើបែបហ្នឹងអ្នកម៉ាក់បារម្ភពីតួប្រុសបំរុងនឹងទៅសួរនាំប៉ុន្តែបងថ្លៃក៏និយាយខ្វាត់ថាអ្នកម៉ាក់កុំទៅអីព្រោះគេលាក់មិនចង់ឲ្យយើងដឹងឡើយខ្ញុំគ្រាន់តែយកដំណឹងនេះមកប្រាប់អ្នកម៉ាក់ប៉ុណ្ណោះប្រកាសណាប្រហែលជាខ្មោចជាអ្នកធ្វើឲ្យគេត្រូវរបួសហ្នឹងហើយប្រពន្ធគេឮនិយាយថាខ្មោចក៏ដើរចូលមកសួរនាំប៉ុន្តែអ្នកទាំងពីរខំប្រឹងនិយាយបង្វែរដានចំណែកមេធាវីហាយុននេះវិញនៅពេលគេកំពុងមើលវីដេអូកាមេរ៉ាសុវត្ថិភាពឃើញតួប្រុសធ្វើចរិតម្ញាក់ម្ញាក់ដូចជាក្មេងស្រីសំដៅទៅរកបរិសសង្ហាម្នាក់នោះធ្វើឲ្យនាងពិតជាឆ្ងល់ខ្លាំងមែនទែនតួប្រុសគេក៏កំពុងមើលកាមេរ៉ាសុវត្ថិភាពឡានរបស់គេដែរគេក៏បានឃើញមេធាវីហាយុនកំពុងតែរត់ដេញបរិសសង្ហាម្នាក់នោះចេញមកខាងក្រៅមេធាវីហាយុនមើលវីដេអូកាមេរ៉ាសុវត្ថិភាពរួចចេញមកខាងក្រៅគេក៏ដកទូរស័ព្ទទេទៅប៉ូលីសម្នាក់ដោយសួរនាំពីរឿងតួប្រុសយើងនិយាយទូរស័ព្ទរួចធ្វើឲ្យមេធាវីហាយុនឆ្ងល់មែនទែនហើយក៏ឆែកមើលប្រវត្តិបរិសសង្ហាម្នាក់នោះមើលទៅប្រវត្តិបរិសម្នាក់ហ្នឹងហើយគ្មានករណីអាក្រក់អីនោះទេតួប្រុសគេក៏កំពុងឆែកមើលប្រវត្តិបរិសសង្ហាម្នាក់នោះលើប្រព័ន្ធអ៊ីនធឺណិតដូចគ្នាដែរមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងឃើញឲ្យដឹងថាបរិសម្នាក់នោះធ្លាប់ត្រូវគេប្តឹងពីបទរំលោភកម្មសិទ្ធិបញ្ញារីឯខ្មោចក្មេងស្រីក៏និយាយប្រាប់តួប្រុសថាតាំងពីខ្ញុំស្គាល់គាត់មកគាត់
គឺជាមនុស្សល្អណាស់តែងតែបារម្ភពីអ្នកធ្វើការជុំវិញខ្លួនរួចតួប្រុសក៏ងាកទៅសួរវិញ្ញាណខ្មោចស្រីថាខ្ញុំចង់ដឹងពីករណីទូរស័ព្ទរបស់អ្នកនាងហើយចុចបញ្ចូលក្នុង website មួយដើម្បីឲ្យយើងដឹងថាទូរស័ព្ទរបស់នាងកំពុងតែប្រើស្ថិតនៅឯណាតែបងថ្លៃតួប្រុសក៏ឆ្លើយថាបើសិនជាគេយកទូរស័ព្ទនោះលាក់ទុកហើយបិទគ្រឿងក៏យើងមិនអាចរកឃើញដែរតែតួប្រុសក៏ឆ្លើយថានៅក្នុងទូរស័ព្ទរបស់នាងប្រហែលជាមានអីសំខាន់ហើយបើសិនអញ្ចឹងមែនគេយកទៅគេមិនចុចបិទនោះទេបន្ទាប់មកតួប្រុសក៏សើចឃើញទីតាំងទូរស័ព្ទពិតមែនដោយសារតែអ្នកយកទៅនឹងគេមិនបានបិទដល់តែអញ្ចឹងបងថ្លៃតួប្រុសនិយាយថាយើងឆាប់ទៅប្តឹងប៉ូលីសទៅយើងមិនអាចប្តឹងប៉ូលីសពេលនេះបានឡើយចាំយើងប្រមូលផុសតាងឲ្យបានច្រើនជាងនេះសិនហើយយើងងាកមកមើលមេធាវីដូកយ៉ងនេះវិញគេបានមកជួបបរិសុទ្ធអ្នកលេងម្នាក់នៅឯមន្ទីរឃុំឃាំងបើមើលទៅសកម្មភាពវិញបរិសុទ្ធអ្នកលេងម្នាក់នោះដូចជាខ្លាចមេធាវីដូកយ៉ងដល់ហើយមេធាវីដូកយ៉ងគោះទុកយ៉ាងខ្លាំងហើយនិយាយទៅកាន់បរិសុទ្ធម្នាក់នឹងថាមិនបានជាបណ្ដោយឲ្យរឿងទៅជាបែបនេះតែបរិសុទ្ធម្នាក់នឹងក៏និយាយថាដោយសារតែមេធាវីម្នាក់នោះឯងគឺគេចង់និយាយពីតួប្រុសយើងតែមុនពេលមេធាវីដើរចេញទៅវិញបរិសុទ្ធអ្នកទោសម្នាក់នឹងក៏និយាយថាគឺដោយសារតែវិញ្ញាណលោកសាំងគង់កូនចៅរបស់ខ្ញុំនឹងណារួចគេក៏និយាយរៀបរាប់ពេលដែលវិញ្ញាណរបស់លោកសាំងគង់ចូលសន្ធិដ្ឋខ្លួនតួប្រុសហើយចូលមកវាយពួកគេមានក្បាច់ដូចជាលោកសាំងគង់អញ្ចឹងមេធាវីដូកយ៉ងស្ដាប់ហើយក៏និយាយទៅប្រាប់បរិសុទ្ធម្នាក់នឹងថាឯងត្រូវតែបិទមាត់រឿងនេះឲ្យចិត្តនិយាយរួចគេក៏ចេញទៅបានលុះចេញមកដល់ខាងក្រៅដូកយ៉ងក៏និយាយប្រាប់កូនចៅគេឲ្យទៅស៊ើបពីប្រវត្តិរបស់តួប្រុសហើយស៊ើបរកការិយាល័យតួប្រុសធ្វើការឲ្យឃើញមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងឲ្យស្វែងរកកូនក្តីដែលតួប្រុសយើងធ្លាប់ដោះស្រាយក្តីឲ្យទាំងអស់ទៀតផងតើគេមានកំណត់អីទៅណោះចំណែកតួប្រុសយើងនឹងបងថ្លៃគេហើយវិញ្ញាណក្មេងស្រីឯនេះវិញគេក៏បានមកតាមទីតាំងដែលកំណត់ថាទូរស័ព្ទនៅកន្លែងហ្នឹងតែពេលដែលគេមកដល់ទីតាំងស្រាប់តែនៅមុខផ្ទះបរិសុទ្ធសង្ហាជាអ្នកនិពន្ធនោះហ្មងណារួចពួកគេក៏ឲ្យវិញ្ញាណខ្មោចក្មេងស្រីចូលទៅស៊ើបការសិនតែពេលដែលនាងចូលទៅមិនឃើញនាងចេញមកវិញសោះតួប្រុសក៏មានបំណងចង់ចូលទៅតាមរួចបងថ្លៃរបស់គេក៏បានឲ្យឧបករណ៍ឆក់មួយទុកឲ្យតួប្រុសការពារខ្លួនលុះពេលតួប្រុសផ្លោះលបងចូលទៅដល់ខាងក្នុងស្រាប់តែឃើញវិញ្ញាណខ្មោចក្មេងស្រីនោះកំពុងតែឈរមើលបរិសុទ្ធសង្ហាម្នាក់នោះលេងព្យ៉ាណូនិងច្រៀងចម្រៀងរួចនាងក៏និយាយប្រាប់តួប្រុសថាចម្រៀងនេះគឺជាការនិពន្ធរបស់ខ្ញុំដោយផ្ទាល់ដៃរួចសាច់រឿងក៏បកក្រោយឲ្យយើងបានដឹងថាពេលដែលក្មេងស្រីនោះនាងកំពុងតែធ្វើការថែម៉ោងនាងក៏ឆ្លៀតតែងចម្រៀងនោះសរសេរទុកក្នុងទូរស័ព្ទលើបែបនេះតួប្រុសគេក៏សន្និដ្ឋានថាប្រហែលជាមូលហេតុទាំងអស់នេះហើយទើបបានជាបរិសុទ្ធម្នាក់នោះគេបញ្ចប់ជីវិតនាងប៉ុន្តែនាងក៏តបទៅវិញថាពិតជាចម្លែកមែនទែនព្រោះគ្មានអ្នកណាដឹងថាខ្ញុំសរសេរប៉ារ៉ូលបទចម្រៀងដាក់ក្នុងទូរស័ព្ទនោះទេរីឯបរិសុទ្ធសង្ហាម្នាក់នោះគេក៏ដកទូរស័ព្ទមកព្រោះតែចង់មើលប៉ារ៉ូបន្តទៀតឃើញបែបហ្នឹងនាងក៏ប្រាប់តួប្រុសថានោះហើយគឺជាទូរស័ព្ទរបស់ខ្ញុំលើបែបហ្នឹងតួប្រុសគេខឹងយ៉ាងខ្លាំងដោយសារតែគេគិតថាដែលជាអ្នកសម្លាប់នាងនោះគេក៏បំរុងយកប្រដាប់ឆក់ទៅឆក់បរិសុទ្ធម្នាក់ហ្នឹងទៅហើយប៉ុន្តែបរិសុទ្ធសង្ហាម្នាក់ហ្នឹងគេមើលទូរស័ព្ទរួចក៏ភ្ញាក់ផ្អើលរួចក៏ដកទូរស័ព្ទរបស់គេទេទៅមនុស្សម្នាក់ទេទៅហើយគេក៏និយាយថាតើមានដឹងទេថាមានអ្នកណាដឹងថាស៊ូអាជាអ្នកនិពន្ធបទចម្រៀងទាំងអស់ហ្នឹងមកនិយាយរួចគេក៏ដើរចេញទៅបានដល់តែអញ្ចឹងតួប្រុសក៏សួរទៅកាន់នាងថាចុះនាងមានដឹងទៀតអត់តើមានអ្នកណាដឹងថាចម្រៀងដែលគេកំពុងតែលួចមកនេះជារបស់នាងដែរអត់នាងក៏ប្រាប់តួប្រុសថាគឺខ្ញុំធ្លាប់ប្រាប់មនុស្សម្នាក់ទៀតនាងគឺជាអេម៉ាដែលធ្លាប់ផ្ដល់ចម្លើយឲ្យលោកកាលពីមុនព្រោះនាងគឺជាមនុស្សម្នាក់ដែលស្និទ្ធស្នាលនឹងខ្ញុំខ្លាំងមែនទែនលើបែបហ្នឹងហើយពួកគេក៏ប្រញាប់ទៅរកអេម៉ាព្រោះគិតថានាងកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ប៉ុន្តែពួកគេក៏បានឃើញមេធាវីហាយុនមករកបរិសុទ្ធម្នាក់ហ្នឹងដល់មុខផ្ទះដែរមេធាវីហាយុននិយាយថាកាលពីម្សិលមិញខ្ញុំបានទៅរកលោកនៅឯក្រុមហ៊ុនតែមិនបានជួបលោកគេក៏សួរទៅកាន់មេធាវីហាយុនវិញថាចុះមានការអីមែនទេបានជាមេធាវីចូលមកដល់ក្នុងផ្ទះខ្ញុំអញ្ចឹងមេធាវីហាយុនក៏និយាយប្រាប់ថាគឺខ្ញុំចង់សាកសួរលោកអំពីការបាត់បង់ជីវិតរបស់ក្មេងស្រីម្នាក់ដែលធ្លាក់ពីលើអាគារលោកកំពុងធ្វើការដោយសារតែខាងក្រុមហ៊ុនរបស់នាងបានតាក់ទងមកឲ្យខ្ញុំកាន់រឿងក្តីនេះតែបរិសុទ្ធអ្នកនិពន្ធម្នាក់ហ្នឹងក៏និយាយទៅកាន់មេធាវីហាយុនវិញថាខ្ញុំមកអាណិតក្មេងស្រីម្នាក់ហ្នឹងមែនទែនដែលនាងបញ្ចប់ជីវិតនាងបែបនេះនោះប៉ុន្តែខ្ញុំមិនសូវជាដឹងរឿងរបស់នាងប្រហែលឡើយនិយាយតែប៉ុណ្ណឹងគេបិទទ្វារផ្ទះហើយដើរចេញទៅដោយនិយាយថាខ្ញុំប្រញាប់ណាតួប្រុសពេលឃើញមេធាវីហាយុនត្រឡប់ទៅវិញគេក៏ចុះមកដើម្បីចេញពីកន្លែងហ្នឹងតែពេលចេញមកដល់ខាងក្រៅស្រាប់តែបានឃើញជាមួយនឹងមេធាវីហាយុនកំពុងតែពួននៅកន្លែងហ្នឹងឯងមេធាវីហាយុនក៏សួរទៅកាន់តួប្រុសថានេះលោកតាមគាំទ្រគេដល់ផ្ទះហ្មងហ៎តួប្រុសក៏សួរទៅវិញថាមិនបានជាអ្នកនាងដឹងថាខ្ញុំនៅទីនេះមេធាវីហាយុនក៏ឆ្លើយថាមានអីពិបាកព្រោះខ្ញុំឃើញឡានទំនើបរបស់លោកចតនៅក្បែរនេះតើលោកមានពាក់ព័ន្ធអីជាមួយនឹងគេទៅរួចតួប្រុសក៏និយាយប្រាប់ថាខ្ញុំកំពុងតែសង្ស័យជាប់ពាក់ព័ន្ធរឿងក្តីស្លាប់របស់ក្មេងស្រីម្នាក់នោះដោយសារតែគេចង់បានទូរស័ព្ទនាងយកចម្រៀងពីក្នុងទូរស័ព្ទរបស់នាង
មេធាវីហាយុនក៏សួរបញ្ជាក់ថាមិនបានជាលោកនិយាយមកដូចជាដឹងច្បាស់ម៉េចតួប្រុសក៏ឆ្លើយគឺខ្ញុំដឹងច្បាស់លោកអាចប្រាប់ខ្ញុំពីមូលហេតុដែលលោកដឹងច្បាស់នឹងបានអត់តួប្រុសឆ្លើយថាខ្ញុំមិនអាចនិយាយពេលនេះបាននោះទេមេធាវីហាយុនក៏បន្ថែមទៀតថាខ្ញុំពិតជាឆ្ងល់លោកដល់ហើយករណីមួយលោកមើលទៅដូចជាដឹងច្បាស់ខ្លាំងមែនទែនតួប្រុសក៏និយាយថាខ្ញុំពិតជាចង់ប្រាប់អ្នកនាងពេលនេះឲ្យដឹងច្បាស់ខ្លាំងណាស់កុំឲ្យអ្នកនាងចេះតែយល់ច្រឡំលើខ្ញុំទៀតរួចពួកគេក៏សហការគ្នាតួប្រុសក៏ប្រាប់ឲ្យនាងទៅរកក្មេងស្រីម្នាក់ដែលឈ្មោះអាបែលដែលជាកូនអ្នកមាននាងអាចនឹងជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះដោយសារតែកាលពីស៊ូអានៅរស់នាងធ្លាប់មានទាស់សម្ដីគ្នាជាមួយក្មេងស្រីម្នាក់ហ្នឹងទុកឲ្យខ្ញុំទៅរកអេម៉ាដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់ស៊ូអាព្រោះខ្លាចនាងមានគ្រោះថ្នាក់រួចមេធាវីហាយុនក៏ឲ្យតួប្រុសបើកឡានគេចេញទៅគណៈពេលកំពុងតែបើកឡានតួប្រុសគេក៏បានឃើញឡានរបស់អេម៉ាដែលជាមិត្តភក្តិស៊ូអាព្រោះអីស៊ូអាគេប្រាប់ហ្នឹងណាតែអេម៉ាវិញគេមានបំណងទេទៅប្តឹងប៉ូលីសព្រោះគិតថាតួប្រុសកំពុងតែតាមដានគេតែតួប្រុសបកស្រាយថាអ្នកនាងកុំប្តឹងអីដោយសារតែខ្ញុំខ្លាចអ្នកនាងមានគ្រោះថ្នាក់ព្រោះតែមានអ្នកបញ្ចប់ជីវិតរបស់អ្នកនាងដូចជាស៊ូអាអញ្ចឹងដោយសារតែអ្នកសម្លាប់ស៊ូអាគេយកទូរស័ព្ទរបស់នាងយកទៅសរសេរបារ៉ូចម្រៀងថ្មីអេម៉ាក៏សួរថាមិនបានជាលោកដឹងរឿងនេះតួប្រុសក៏ឆ្លើយថាដោយសារតែមូលហេតុនេះហើយទើបស៊ូអាត្រូវគេសម្លាប់ដូច្នេះមានតែអ្នកនាងម្នាក់គត់ដែលដឹងពីរឿងទាំងអស់នេះទើបគេចង់មកបញ្ចប់ជីវិតរបស់អ្នកនាងដែរកំពុងតែនិយាយពួកគេក៏បានឃើញឡានបារម្ភម្នាក់នោះបើកចូលមកហើយតួប្រុសក៏បានឲ្យឧបករណ៍ឆក់ទៅអេម៉ាដើម្បីឲ្យនាងការពារខ្លួនរួចគេក៏ធ្វើជាចូលទៅនិយាយជាមួយបារម្ភម្នាក់នោះដើម្បីសម្របសម្រួលគ្នាតែពេលដែលតួប្រុសដើរចេញទៅស្រាប់តែអេម៉ានាងយកប្រដាប់ឆក់នោះយកទៅឆក់តួប្រុសយើងឡើងសន្លប់ចំណែកបារសង្ហាជាអ្នកនិពន្ធម្នាក់នោះវិញគេចុះពីលើឡានមកហើយសួរអេម៉ាថាតើមានរឿងអីទៅអេម៉ានាងក៏ឆ្លើយថាមើលទៅគេដឹងរឿងច្រើនណាស់គេថែមទាំងដឹងរឿងបទចម្រៀងក្នុងទូរស័ព្ទរបស់ស៊ូអាទៀតផងបារសអ្នកនិពន្ធម្នាក់ហ្នឹងក៏ឆ្លើយថាប្រហែលជាគេគឺជា fan របស់ស៊ូអាទេដឹងអេម៉ានិយាយថាមិនមែននោះទេគេកំពុងតែសង្ស័យលោកថាជាអ្នកសម្លាប់ស៊ូអាតែបារសម្នាក់ហ្នឹងក៏តបថាមិនអាចឡើយព្រោះថ្ងៃនោះគ្មានអ្នកណាឃើញពួកយើងនោះទេឬមួយក៏ពួកគេទាំងពីរនាក់ហ្នឹងជាអ្នកផ្សំគំនិតគ្នាសម្លាប់ស៊ូអាទៅណោះលឺអេម៉ានិយាយបែបហ្នឹងបារសម្នាក់នោះមានបំណងដកទូរស័ព្ទស៊ូអាកំទេចចោលដើម្បីបំបិតផតតាងប៉ុន្តែតួប្រុសយើងក៏ងើបមកហើយពាក់ស្រោមដៃឆក់យកទូរស័ព្ទនឹងដោយនិយាយថាស្នាមក្រចៅដៃរបស់លោកនៅលើទូរស័ព្ទនេះគឺមានច្រើនណាស់បារនោះក៏ស្ទុះទៅដណ្ដើមយកទូរស័ព្ទមកវិញប៉ុន្តែត្រូវបានតួប្រុសចាប់គេជាប់អេម៉ាក៏សួរតួប្រុសថាក្រែងលោកត្រូវបានខ្ញុំឆក់សន្លប់ហើយហ៎មិនបានជាលោកដឹងខ្លួនលឿនម៉េចតួប្រុសក៏តបទៅវិញថាខ្ញុំបានដឹងពីអ្នកនាងជាច្រើនមកហើយដូច្នេះខ្ញុំក៏បានធ្វើជាឲ្យឧបករណ៍ឆក់ដែលពួកខ្ញុំបានដកថ្មចេញឲ្យទៅអ្នកនាងមិនត្រឹមតែប៉ុណ្ណោះមុនពេលខ្ញុំមកដល់ទីនេះមេធាវីហាយុនក៏បានផ្ញើព័ត៌មានដែលពាក់ព័ន្ធជាមួយអ្នកនាងនៅក្នុងសាលាមកឲ្យខ្ញុំទៀតផងតាមការពិតមកពីអេម៉ានាងច្រណែនស៊ូអាបានលេខល្អជាងនាងរហូតបន្ទាប់មកបរិសអ្នកនិពន្ធម្នាក់ហ្នឹងគេក៏រើចេញពីដៃតួប្រុសរួចរត់ចេញទៅតែសំណាងដែរតួប្រុសគេបានរៀបគម្រោងឲ្យបងថ្លៃរបស់គេបើកឡានស្ទាក់មុខដើម្បីចាប់អេម៉ាវិញនាងក៏បញ្ញាប់រត់គេចខ្លួនដែរតែពេលតួប្រុសតាមនាងទៅហើយបំរុងនឹងចាប់នាងវិញ្ញាណរបស់ស៊ូអាក៏មកដល់ហើយនិយាយទៅកាន់តួប្រុសថាខ្ញុំមិនទាន់អស់ចិត្តនោះទេហេតុអីបានជានាងធ្វើបែបនេះចំពោះខ្ញុំរួចតួប្រុសក៏និយាយសួរទៅកាន់អេម៉ាថានាងគឺជាមិត្តភក្តិស្និទ្ធស្នាលហើយល្អបំផុតជាមួយស៊ូអាចុះហេតុអីបានជានាងធ្វើដាក់ស៊ូអាអញ្ចឹងតែអេម៉ានាងក៏តបទាំងខឹងថាមិត្តល្អអញ្ចឹងខ្ញុំមកគឺជាកូនអ្នកមានជិះឡានទំនើបចំណែកស៊ូអានាងគឺជាកូនអ្នកក្រធ្វើការថែម៉ោងដើម្បីយកលុយរៀនតែប៉ុណ្ណោះមុនពេលដែលនាងចូលមករៀនក្នុងសាលាជីវិតរបស់ខ្ញុំមកគឺល្អប្រសើរខ្លាំងណាស់តែពេលនាងចូលមកដល់ភ្លាមនាងក៏ដណ្ដើមក្តីស្រឡាញ់ពីអ្នកគ្រប់គ្នាចេញពីខ្ញុំហើយខ្ញុំថែមទាំងចាញ់នាងគ្រប់យ៉ាងទៀតនៅពេលដែលនាងបង្ហាញបទចម្រៀងនៅក្នុងទូរស័ព្ទរបស់នាងឲ្យខ្ញុំមើលនិងស្ដាប់ខ្ញុំក៏យកបទចម្រៀងទាំងអស់ទៅបង្ហាញប្រាប់អ្នកនិពន្ធសង្ហាម្នាក់នោះថែមទាំងកុហកថាខ្ញុំគឺជាអ្នកនិពន្ធបរិសសង្ហាម្នាក់នោះគេឃើញហើយចាប់អារម្មណ៍មែនទែនដល់តែអញ្ចឹងខ្ញុំក៏គិតថាបើសិនជាគ្មានស៊ូអានោះទេខ្ញុំនឹងអាចធ្វើឲ្យខ្លួនឯងល្អប្រសើរដូច្នេះទើបខ្ញុំមានគំនិតសម្រាប់ស៊ូអាចោលតែម្ដងប៉ុន្តែខណៈពេលដែលខ្ញុំរុញស៊ូអាចុះទៅក្រោមបរិសអ្នកនិពន្ធសង្ហាម្នាក់នោះគេក៏បានមកឃើញសកម្មភាពទាំងអស់ដែរគេក៏មានបំណងចង់ទេទៅប្តឹងប៉ូលីសទៀតផងប៉ុន្តែខ្ញុំក៏គម្រាមគេថាបើសិនជាលោកប្តឹងប៉ូលីសខ្ញុំនឹងប្រាប់លោកប៉ារបស់ខ្ញុំឲ្យដកភាគហ៊ុនចេញហើយបញ្ចប់ការងាររបស់លោកទៀតតែបើសិនជាលោកធ្វើជាមិនដឹងមិនឮខ្ញុំនឹងប្រកល់ចម្រៀងនេះទៅឲ្យលោកហើយជួយនិយាយថាលោកជាអ្នកនិពន្ធទៀតអញ្ចឹងបានតថាហេតុតែគេកូនអ្នកមានមិនថានៅក្នុងរឿងឬក៏ក្រៅនោះទេគេតែងតែមានសិទ្ធិអំណាចជាងកូនអ្នកក្រជានិញដល់តែអញ្ចឹងពួកគេទាំងពីរនាក់ក៏ជួយលាក់បាំងរឿងនេះជាមួយគ្នាតែម្ដងវិញ្ញាណរបស់ស៊ូអាវិញពេលដឹងរឿងទាំងអស់ហើយនាងពិតជាយំខឹងខ្លាំងមែនទែនព្រោះតែនាងចាត់ទុកគេគឺជាមិត្តល្អប៉ុន្តែគេវិញរាប់អាននាងដើម្បីប្រយោជន៍តែប៉ុណ្ណោះ
បើនិយាយទៅពិតជាឈឺចាប់ខ្លាំងមែនទែនព្រោះមនុស្សដែលយើងស្រឡាញ់នឹងទុកចិត្តបំផុតគេបែរជាក្បត់យើងហ៎ហ្វេនគិតដូចជាអេដមីនអត់ខណៈពេលហ្នឹងស្រាប់តែមេធាវីហានចូលមកចាប់ខ្លួនអេម៉ាហើយតាក់ទងទៅប៉ូលីសឲ្យមកចាប់នាងទៅសួរនាំថែមទាំងបកគលផុសតាំងទាំងអស់ឲ្យទៅប៉ូលីសទៀតផងសាច់រឿងក៏ងាកមកមើលស្ត្រីម្នាក់ដែលកំពុងតែពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាភ្នែករបស់គាត់ហើយគាត់គឺជាម្ដាយរបស់ស៊ូអាគ្រូពេទ្យក៏និយាយថាមិនយូរប៉ុន្មាននោះទេភ្នែករបស់អ្នកនាងនឹងត្រូវមើលលេងឃើញរហូតអ្នកនាងគួរតែទៅជួបមនុស្សដែលអ្នកនាងចង់ជួបជាលើកចុងក្រោយទៅតែគាត់ក៏ឆ្លើយប្រាប់គ្រូពេទ្យថាខ្ញុំគ្មានឱកាសបានជួបគេទៀតនោះទេយើងក៏បានឃើញវិញ្ញាណរបស់ស៊ូអាកំពុងតែឈរមើលម្ដាយរបស់នាងថែមទាំងបានដឹងថាភ្នែករបស់ម៉ាក់នាងចិត្តមើលលេងឃើញរហូតដែរដល់តែអញ្ចឹងទៅធ្វើឲ្យនាងដឹងថាថ្ងៃដែលនាងស្លាប់នោះគឺអ្នកម៉ាក់របស់នាងទេទៅចង់ជួបនាងជាលើកចុងក្រោយនឹងណារួចតួប្រុសក៏អង្គុយនិយាយជាមួយវិញ្ញាណស៊ូអាថាតាមការពិតភ្នែករបស់អ្នកម៉ាក់នាងចាប់ផ្ដើមមើលមិនឃើញ 50% តាំងពីមុនម្ល៉េះទើបគាត់សម្រេចចិត្តចាក់ចេញទៅចោលអ្នកនាងទុកឲ្យអ្នកនាងនៅជាមួយលោកយាយនឹងណាស៊ូអាក៏និយាយប្រាប់តួប្រុសថាខ្ញុំចង់បរិច្ចាគភ្នែករបស់ខ្ញុំឲ្យអ្នកម៉ាក់របស់ខ្ញុំលើបែបហ្នឹងតួប្រុសក៏បានទៅពិភាក្សាជាមួយគ្រូពេទ្យដែលជាអ្នករក្សាសាកសពរបស់ស៊ូអាគេចង់សួរថាបើសិនជាយកភ្នែកស៊ូអាបដូរឲ្យម៉ាក់របស់នាងកើតអត់គ្រូពេទ្យក៏ប្រាប់ថាមិនអីទេរួចម៉ាក់របស់ស៊ូអាក៏ទទួលបានការវះកាត់ភ្នែកបានសម្រេចលុះដល់ពេលលោកយាយស៊ូអាបានដឹងដំណឹងរបស់ម៉ាក់នាងគាត់ក៏បញ្ញាប់ទៅជួបកូនស្រីរបស់គាត់នៅឯមន្ទីរពេទ្យពេលលោកយាយទៅដល់អ្នកម៉ាក់ស៊ូអាក៏និយាយទៅកាន់លោកយាយទាំងយំថាខ្ញុំមកមានភ្នែកមើលឃើញវិញមានប្រយោជន៍អីទៅបើខ្ញុំមិនបានឃើញកូនស្រីខ្ញុំដដែលហ្នឹងរីឯស៊ូអានិងតួប្រុសកំពុងតែឈរមើលពីខាងក្រៅនាងក៏សប្បាយចិត្តនឹងស្រក់ទឹកភ្នែកដោយនិយាយថាកៅភ្នែករបស់ខ្ញុំអាចជួយឲ្យអ្នកម៉ាក់មើលឃើញវិញហើយនិយាយរួចវិញ្ញាណរបស់ស៊ូអាក៏ចូលទៅអោបអ្នកម៉ាក់និងលោកយាយរបស់នាងយ៉ាងមានក្តីសង្ឃងាកមកមើលលោកអាចារ្យជាមួយនឹងអ្នកម៉ាក់តួប្រុសឯនេះវិញគាត់បាននិយាយប្រាប់អ្នកម៉ាក់តួប្រុសថាខ្ញុំបានទៅសួរនាំដំណឹងពីគ្រូចាប់ខ្វាយម្នាក់នោះដោយបានដឹងថាគេចាក់ចេញពីតំបន់នេះយូរហើយមិនដឹងថាគេទៅរស់នៅកន្លែងណាទៀតនោះទេបងថ្លៃរបស់តួប្រុសឯនេះវិញគេក៏ទទួលបានការសរសើរដោយគេគឺជាពលរដ្ឋល្អជួយចាប់មនុស្សប្រព្រឹត្តខុសឲ្យប៉ូលីសបានបន្ទាប់មកតួប្រុសក៏បានទៅជួបជាមួយនឹងមេធាវីហាយុនដើម្បីប្រាប់ពីមូលហេតុដែលគេបានដឹងរឿងយ៉ាងច្រើនទាំងអស់ហ្នឹងពេលទៅដល់តួប្រុសប្រាប់មេធាវីហាយុនថាបានជាខ្ញុំដឹងរឿងទាំងអស់នេះគឺដោយសារតែខ្ញុំមើលឃើញខ្មោចមេធាវីហាយុនគេមិនជឿនោះទេថែមទាំងស្ដីឲ្យតួប្រុសទៀតផងរួចនាងក៏ដើរចាក់ចេញទៅតែម្ដងតួប្រុសគេលោតែម្នាក់ឯងថាគេប្រាប់ការពិតហើយនៅតែមិនជឿទៀតដឹងនិយាយថាមិនទៀតទេបន្ទាប់មកក៏ដល់ពេលដែលពួកគេត្រូវដុតกระดาษយន្តដើម្បីបញ្ជូនវិញ្ញាណឲ្យស៊ូអាទៅចាប់ជាតិថ្មីចំណែកលោកអាចារ្យជាមួយនឹងបងថ្លៃតួប្រុសវិញគាត់លើកដៃលាស៊ូអាដោយក្តីអាឡោះអាល័យទោះបីជាពួកគាត់ទាំងពីរនាក់មិនអាចមើលឃើញស៊ូអាក៏ដោយលាគ្នារួចពួកគេក៏ចាប់ផ្ដើមដុតกระดาษយន្តនោះតែម្ដងចំណែកវិញ្ញាណរបស់ស៊ូអាក៏ចាប់ផ្ដើមរលាយម្ដងបន្តិចម្ដងដែរចំណែកមេធាវីហាយុននេះវិញគេក៏យកឯកសារយកទៅឲ្យមេធាវីដូកយ៉ុងមេធាវីដូកយ៉ុងក៏សួរនាងថាមិនបានជានាងមកទីនេះមេធាវីហាយុនក៏តបថាខ្ញុំបានលើមកថាក្តីនេះគឺពិបាកដោះស្រាយណាស់អញ្ចឹងខ្ញុំចង់សុំកាន់រឿងក្តីនេះបានអត់ហើយបើសិនជាខ្ញុំធ្វើបានខ្ញុំនឹងត្រឡប់មកទីនេះវិញតែបើសិនជាខ្ញុំធ្វើមិនបានទេខ្ញុំក៏លែងមកទីនេះទៀតដែរមេធាវីដូកយ៉ុងក៏តបទៅវិញថាខ្ញុំគ្មានហេតុផលអីដែលត្រូវដោះដូរជាមួយអ្នកនាងនោះទេមេធាវីហាយុនក៏តបទៅវិញថាខ្ញុំបានលើមកថាឆាប់នេះឪពុករបស់លោកនឹងត្រឡប់មកវិញហើយបើសិនជាខ្ញុំបំបីរឿងក្តីនេះបានវាប្រកាសជាជួយលើកមុខមាត់ឲ្យលោកជាមិនខានរួចសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញថាមានបរិសម្នាក់ត្រូវបានគេលួចធ្វើបាបគាត់យ៉ាងអាត់កំបាំងរួចយើងក៏បានឃើញវិញ្ញាណរបស់ប្រុសម្នាក់នោះកំពុងតែបង្ហាញខ្លួននៅក្នុងអอฟហ្វិសរបស់តួប្រុសយើងទៀតផងចំណែកតួប្រុសពេលនេះគេឈប់ចម្លែកទៀតហើយដោយសារតែគេមើលឃើញខ្មោចរហូតមិនត្រឹមតែប៉ុណ្ណោះមើលទៅគេហាក់បីដូចជាមេធាវីដែលកំពុងតែរកយុត្តិធម៌ឲ្យខ្មោចទៀតសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើពួកគេទាំងពីរនាក់ត្រូវដោះស្រាយរឿងអ្វីទៀតនោះទេបើចង់ដឹងសាច់រឿងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹង admin ទាំងអស់គ្នាណាជាចុងក្រោយ admin សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រ admin កន្លងមក admin សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា